ងតែបារម្ភថា AI black box វាអាច access ចូលទៅក្នុង industry បានច្រើនទៅក្នុង government ដែលអត់មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវអញ្ចឹងធ្វើឲ្យប៉ះពាល់ច្រើនវាជា modeling មួយដែលមនុស្សមិនអាចវាស់វែងតាមរយៈ mathematics ធម្មតាឬក៏មាន algorithm ណាមួយអាច analyze រឿងទាំងអស់នេះបានរវាងការគិតដែលមានលក្ខណៈ logical ជាមួយនឹង creativity អញ្ចឹង creativity នឹងមានរូបរាងយ៉ាងម៉េចនោះវាពិបាកមើលជាង AI black box នេះទៀតអញ្ចឹងហើយការគិតនោះគឺអត់មាន modeling អត់មាន technical ណាអាចវាស់វែងបានទេអញ្ចឹងហើយការវិវត្តការប្រើប្រាស់ទៅលើ idea នេះវាមានភាពចម្រូងចម្រាសជាង technology ដែលយើងកំពុងតែប្រើជំនួសឲ្យការផ្ញើ email ការសរសេរលិខិតឯកសារ analyze ទៅលើ profile ផ្សេង scam អីមកហោហែតាមអ៊ីនធឺណិតនោះគឺយើងអាចឲ្យ AI ធ្វើកិច្ចការងារបានលឿនដូច្នេះហើយការវាស់វែងការប្រើប្រាស់ tool ទាំងអស់ហ្នឹងវាជាប្រយោជន៍ច្រើនប៉ុន្តែសួរថាបើគ្រប់គ្នាអាចប្រើទាំងអស់ហ្នឹងបានដូចតែគ្នាតើកន្លែងណាដែលធ្វើឲ្យ professional យើងមានតម្លៃកន្លែងហ្នឹងហើយបានជាចំណុចមួយដែលយើងបារម្ភខ្លាំងមែនតើអញ្ចឹងហើយអ្វីដែលយើងកំពុងតែដើរទៅនេះវាមានភាពស្មុគស្មាញច្រើនដូចយើងឃើញយើងកំពុងតែបារម្ភថា AI black box វាអាច access ចូលទៅក្នុង industry បានច្រើនទៅក្នុង government ដែលអត់មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវអញ្ចឹងវាធ្វើឲ្យប៉ះពាល់ច្រើនវាជា modeling មួយដែលមនុស្សមិនអាចវាស់វែងតាមរយៈ mathematics ធម្មតាឬក៏មាន algorithm ណាមួយអាច analyze រឿងទាំងអស់នេះបានសូម្បីតែអ្វីដែលយើងកំពុងតែធ្វើបានបច្ចុប្បន្ននេះគឺអត់ទាន់មានអ្នកយល់ដឹងហើយទៅសេ policy ណាមួយមក protect មកការពារ IP របស់យើងបាននៅឡើយអញ្ចឹងរបស់យើងកាន់បាននឹងដៃទាំង tangible product ស្អីនេះទាំងការងាររដ្ឋបាលទាំងអីយើងនៅខ្សោយនៅឆ្ងាយពី creativity យើងរាប់ពាន់ដងបើប្រៀបធៀបមួយអ្វីដែលយើងធ្វើបានណាហើយយើងចេះឆ្ងល់ថាមិន campus ប៉ុណ្ណឹងសោះយើងវិវត្តសមត្ថភាពគិតយើងទៅឆ្ងាយម៉េះបើយើងមិនវិវត្តការគិតរបស់យើងឲ្យទៅឆ្ងាយតើ utility អាចប្រើ system យើងកើតទេគេហ៊ានយក device ដែលបងប្អូន research ស្រាវជ្រាវនេះយកទៅ implement ជាមួយនឹង Grid កើតទេមានបញ្ហាទៅ black out មានបញ្ហាទៅ outages លើសដើមមានបញ្ហាប៉ះពាល់ដល់ industry ឆេះខូចរោងចក្រខាតលុយរាប់រយរាប់ពាន់លានដុល្លារព្រាមអញ្ចឹងហើយអានេះគឺជារឿងមួយសំខាន់ណាស់សម្រាប់ពួកយើងទាំងអស់គ្នាវាមិនមែនបញ្ហាហ្នឹងតែនៅស្រុកយើងទេគឺពិភពលោកទាំងមូលកំពុងតែប្រឈមជាមួយនឹង AI black box នឹងទៀតតាក់ទងមួយការ implement AI tool ទៅកាន់ system មួយទាំងមូលហ្នឹងវាពិតជាប៉ះពាល់និងមានបញ្ហាច្រើនមែនតើមិនសម្រាប់តែ tech company របស់យើងគ្រប់ professional ទាំងអស់កំពុងតែឈឺក្បាលខ្ញុំគិតថា VP start មកដល់កន្លែងនេះគឺផុតពីអ្វីដែលពួកគាត់កំពុងតែគិតសម័យថា10ឆ្នាំក្រោយ20ឆ្នាំក្រោយត្រូវ implement អីបន្ថែមទៀតអីពីព្រោះយើងដាក់ឲ្យគេប្រើប្រាស់រួចហើយជំនាញរបស់យើងអាចវិភាគអាចវាយតម្លៃនិងប្រើប្រាស់ទិន្នន័យបានបន្ថែមទៅហើយបានន័យថាយើងដើរទៅមុនគេ20 30ឆ្នាំរួចហើយវាគ្រាន់តែយើងអត់ទាន់ explore កិច្ចការងារទាំងអស់ហ្នឹងឲ្យកាន់តែទូលំទូលាយយើងមើលឃើញឧស្សាហកម្មមួយចំនួនក្រុមហ៊ុនមួយចំនួនគាត់មាន factory ធំគាត់មាន smart manufacturing គាត់មាន research development គាត់ច្រើនប៉ុន្តែគាត់ lack of creativity ដល់អញ្ចឹងគាត់ត្រូវ stay behind start up និង SME ណាដែលមានលក្ខណៈ creative ខ្ពស់អញ្ចឹងគាត់ទៅមុខហើយអាហ្នឹងហើយគឺជាឥទ្ធិពលនៃ creativity ដែលយើងអត់ត្រូវភ្លេចទេបើយើងភ្លេចអាហ្នឹង VP Start ខ្លាចជារោងចក្រទូចមួយកុំថាឡើយជួយគេជួយតែខ្លួនឯងហ្នឹងអត់ទៅមុខផងដោយសារយើងមានអាហ្នឹងហើយធ្វើយើង stand out ហើយយើង move បានលឿនហើយយើង transform ខ្លួនឯងបានលឿនហេតុអីបានយើងត្រូវការ transform សួរថាបើ tech company អត់មានសមត្ថភាព transform តើយើងហៅខ្លួនឯងថាជា tech company ទេក្រុមហ៊ុនមួយចំនួនគាត់ជោគជ័យទៅដោយសារឱកាសដោយសារ opportunity ដោយសារ government គេជួយ support ដោយប្រទេសអ្នកមានដោយក្រុមហ៊ុនល្បីៗមួយចំនួនអញ្ចឹងបាន start up ខ្លះចេញមកគេលេចធ្លោមកដោយក្រុមហ៊ុន AI company មួយចំនួននៅ Silicon Valley អញ្ចឹងហេតុអីបានគេមានអាហ្នឹងដោយសារឥទ្ធិពលនៃ innovation ហ្នឹងរុញច្រានឲ្យជំនាញគាត់កាន់តែមានតម្លៃហើយ move បានកាន់តែលឿនហើយមានការទទួលស្គាល់